នាំពាក្យរាជរដ្ឋាភិបាលធ្វើសេចក្តីរាយការណ៍បង្ហាញបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងព្រឹត្តិការណ៍ថ្មីៗបានអញ្ជើញនៅព្រឹកថ្ងៃទី4ខែសីហាឆ្នាំ2026នេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំការផ្សាយផ្ទាល់ស្តីពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃនិងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើងនាទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការចេញសេចក្តីថ្លែងការណ៍ផ្លូវការពីសំណាក់លោកប៉ែនប៊ុនណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍នេះឱកាសនោះលោកប៉ែនប៊ុនណាបានគូបញ្ជាក់យ៉ាងច្បាស់ពីជំហរផ្លូវការនិងតថភាពពិតប្រាកដនៅតាមបណ្ដោយព្រំដែនដោយបានលើកឡើងថាកម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅគោលការណ៍សន្តិវិធីច្បាប់អន្តរជាតិនិងការសម្របសម្រួលដោយតម្លាភាពជាមួយគ្រប់ស្ថាប័នអន្តរជាតិពាក់ព័ន្ធនិងកិច្ចការពីអធិបតេយ្យភាពនិងបូរណភាពទឹកដីលោកប្រធានអង្គភាពអ្នកនាំពាក្យបានបន្តថាការរៀបចំសន្និសីទសារព័ត៌មាននិងចេញសេចក្តីថ្លែងការណ៍នាពេលនេះគឺដើម្បីឆ្លើយតបនិងផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយជូនដល់សាធារណជនជាតិនិងអន្តរជាតិជៀសវាងការយល់ច្រឡំដោយសារការបកស្រាយបែបលំអៀងឬការបង្កើតព័ត៌មានមិនពិតពីភាគីខាងក្រៅលោកបានបន្ថែមថាគ្រប់ការវិតម្លៃនិងរបាយការណ៍របស់ស្ថាប័នអន្តរជាតិក៏ដូចជាអង្គការសហប្រជាជាតិជាដើមគឺត្រូវបានធ្វើឡើងដោយផ្អែកលើទិន្នន័យជាក់ស្ដែងនៅលើដីនិងភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិសេចក្តីថ្លែងការណ៍ដដែលក៏បានសង្កត់ធ្ងន់ដែរថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើរាល់ការវិវត្តនៃស្ថានភាពព្រំដែនហើយនៅតែបន្តប្រើប្រាស់យន្តការការទូតនិងច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពអត់ធ្មត់និងស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីការពារសន្តិភាពនិងប្រយោជន៍ជាតិគូបញ្ជាក់ផងដែរថាសន្និសីទសារព័ត៌មាននេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្ដាញសារព័ត៌មានជាតិអន្តរជាតិនិងសាធារណជនទូទាំងប្រទេសខណៈដែលការវិវត្តថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងស្ថិតក្នុងចំណុចតាមដានយ៉ាងក្តៅគគុកនៃនយោបាយការទូតតំបន់